នេះគឺជាមុខម្ហូបបែបខ្មែររបស់យើងបងប្អូនហើយមុខម្ហូបមួយយើងគិតថាវាស្លោស្រួលប៉ុន្តែការនឹកឃើញយើងមិនដឹងថាស្លោអីអញ្ចឹងណាបងប្អូនអាចមើលស្លោនេះមួយមុខបានហើយមានរសជាតិឆ្ងាញ់សម្រាប់បងប្អូនដែលចង់ពិសាសម្លក្តៅហើយមានរសជាតិឈ្ងុយដែលយើងធ្វើដោយផ្ទាល់ដៃផងដែរហើយឥឡូវនេះប្រពន្ធរបស់ខ្ញុំចាប់ផ្ដើមហាន់សាច់ដើម្បីធ្វើម្ហូបនេះគឺដំណាក់កាលដំបូងក៏ធ្វើហាន់សាច់វាសិនព្រោះដោយសារបងប្អូនស្លោខ្ញុំមិនដឹងថាស្លោយ៉ាងម៉េចទេប៉ុន្តែខ្ញុំកំងប្រពន្ធខ្ញុំហ្នឹងគឺចិញ្ច្រាំសាច់ឲ្យម៉ត់ហើយយកទៅមូលធ្វើដុំរបៀបដូចប្រហិតអីចឹងណាបងប្អូនដោយសារស្លោនេះខ្ញុំចូលចិត្តម្ដងបែបហ្នឹងនិយាយទៅខ្ញុំសុំគាត់3ថ្ងៃហើយឥឡូវនេះគាត់ធ្វើឲ្យខ្ញុំហូបហើយការធ្វើរបស់គាត់បងប្អូនបែបសាមញ្ញធម្មតាដូចទៅបងប្អូនអញ្ចឹងហើយរសជាតិបងប្អូនចង់បានបែបណាក៏បានចង់ប្រៃចង់ជូរចង់សាបអីក៏បានស្រេចទៅលើបងប្អូនចូលចិត្តហើយខ្ញុំនិយាយនេះគឺចង់ឲ្យបង្ហាញចំណង់ចំណូលចិត្តរៀងខ្លួនបងប្អូនហើយខ្ញុំនឹងថតចែងជូនបងប្អូនដើម្បីទស្សនាមើលលេងនៅពេលដែលបងប្អូនអបសុកមិនដឹងថាទៅណាទៅណីអញ្ចឹងបងប្អូនចូលមកមើលការធ្វើម្ហូបរបស់ពួកខ្ញុំហើយបងប្អូននឹងបានស្រស់ស្រាយអារម្មណ៍ក៏ដូចជាដឹងពីវិធីស្លថាមិនដឹងថានឹកអីស្លអីអញ្ចឹងណាហើយសម្លបងប្អូនពីច្រើនស្លលយជាងខ្ញុំផងប៉ុន្តែគាត់ថាបងប្អូនអត់បានថតដាក់ Facebook YouTube TikTok អីចឹងទៅតែសម្រាប់ខ្ញុំអត់ឲ្យខាតទេគឺរៀងដល់ពេលដែលយើងស្លគឺយើងត្រូវតែថតដាក់ចែកជូនបងប្អូនដើម្បីទស្សនាឬក៏កំសាន្តអីចឹងណាបងប្អូនហើយឥឡូវនេះគឺចាប់ផ្ដើមដាក់ទឹកហើយដោយសារតែយើងស្ងោរវាអញ្ចឹងណាហើយបន្ទាប់មកប្រពន្ធរបស់ខ្ញុំនោះគឺគាត់រៀបចំកូរសាច់លាយជាមួយនឹងអាគ្រឿងដែលយើងវាយគ្រឿងនៅក្នុងសាច់អញ្ចឹងណាហើយស្ងួរសាច់ហ្នឹងគឺយើងដាក់ជាមួយនឹងម្រេចគឺថាមានរសជាតិហឹរតិចចុងដាតអីចឹងណាបងប្អូនហើយអមជាមួយនឹងទេសភាពដ៏ស្អាតសម្រាប់បច្ចុប្បន្ននៅស្រុកស្រែរបស់យើងអញ្ចឹងទៅហើយឥឡូវនេះគឺដើម្បីចាំទឹកពុះដល់ពេលវាតបទឹកពុះហើយក៏យើងចាប់ផ្ដើមមូលសាច់ដាក់ណាបងប្អូនអាហ្នឹងគេហៅរបៀបដូចសាច់ប្រហិតចឹងទៅអញ្ចឹងស៊ីស្រ័យបងប្អូននិយាយរៀងស្អកបន្តិចហើយឥឡូវយើងចាប់បើមូលហើយយើងមូលនៅដាក់ថង់បងប្អូនឲ្យហ៊ានចាប់ដៃទេកុំឲ្យដៃយើងកាន់នេះកាន់នោះទៅវាប្រឡាក់អញ្ចឹងទៅហើយទឹកស្លនោះគឺយើងដាក់កន្លះឆ្នាំងគឺវាល្មមនៅពេលដែលវាទឹកពុះល្មមតែវាពុះជាមួយបន្លែក៏វារៀងបន្តិចដែរស្លកាលណាដែលដាក់ទឹកច្រើនពេកក៏វាអត់សូវឆ្ងាញ់ដែរអញ្ចឹងណាសម្រាប់ខ្ញុំគឺថាចូលចិត្តណាហូបមួយថ្ងៃ3ដងក៏អត់ចេះនឿយណាយដែរអញ្ចឹងហើយអធិស្ឋានបងប្អូនសម្រាប់ការធ្វើម្ហូបខ្ញុំធ្វើតែកន្លែងលក់ដូរអីវ៉ាន់ទេដោយសារតែខ្ញុំទៅធ្វើឆ្ងាយពីហ្នឹងគឺអត់កើតត្រង់ថានៅពេលដែលយើងស្លផងធ្វើផងគេរត់មកទិញអីវ៉ាន់គឺយើងរត់ផងថតផងគឺវាញញ៉ៃមែនតើយើងសម្រាប់ចិត្តតែធ្វើហ្នឹងអញ្ចឹងក៏សូមប្រិយមិត្តក៏ដូចជាអ្នកតាមដានទាំងអស់សូមអធិស្ឋានហើយបងប្អូនទាំងអស់គ្នាតំណេបងប្អូនបានធ្វើម្ហូបអីខ្លះហើយម្ហូបណាដែលបងប្អូនចូលចិត្តបងប្អូនធ្វើហើយជួយ comment នៅខាងក្រោមនេះសម្រាប់ខ្ញុំគឺសឡអីក៏បានដែរខ្ញុំចូលចិត្តពេញចិត្តទាំងអស់គឺប្រពន្ធខ្ញុំអ្នកធ្វើឥឡូវនេះគឺខ្ញុំភ្លក់សឡហើយគឺថារសជាតិអែមមែនតែនឥឡូវនេះគឺចាប់ផ្ដើមដាក់បន្លែហើយដោយសារតែបន្លែស្ពៃនេះគឺវាឆាប់ឲ្យលួយអញ្ចឹងគឺយើងដាក់នៅពេលដែលទឹកពុះនិយាយទៅដាក់ប្រហែលជាខ្ទង់1នាទីបងប្អូនលើកវិញឥឡូវនេះគឺធ្វើការចាប់ដាក់មួយអញ្ចឹងទៅស្ពៃគឺថ្ងៃនេះគឺខៀវល្អណាស់បងប្អូនហើយខ្ញុំមិនដឹងថាស្ពៃហ្នឹងគេនាំចេញពីណាមកទេប៉ុន្តែគាត់ថាមីគាត់ដាក់ភូមិរបស់ខ្ញុំហ្នឹងគាត់តែងតែយកមកលក់នៅតាមលំអអញ្ចឹងទៅនិយាយទៅគឺអត់ខ្វះហ្មងបន្លែរបស់គាត់ទឹកឡើងគាត់ទៅផ្សារអញ្ចឹងដល់ពេលនេះគាត់ដាក់លំអតាមភូមិពីដើមឡើយបងប្អូនបើយើងចង់ទៅទិញមិនទិញបន្លែគឺយើងដើរបេះបោចតាមគៀនរបងសុំបងប្អូននោះបន្តិចបងប្អូននោះបន្តិចនិយាយទៅម្ដងម្នាក់អញ្ចឹងណាប៉ុន្តែសម័យឥឡូវគ្រប់យ៉ាងគឺទិញពេលខ្លះបងប្អូនខ្លះអាដាំកុលក្រៃក៏អាចទៅទិញបានដែរដូចជាជីដូចជាស្លឹកខ្ទឹមអីចឹងទៅហើយនិយាយចឡើងសឡហ្នឹងក៏វាគៀកដល់ឆ្អិនដែរដោយសារតែវាអត់ទាន់ពុះយើងធ្វើការកូរវឹកដើម្បីឲ្យវាសោះសាច់នឹងគ្នាអញ្ចឹងណាហើយយើងឃើញថាសឡមួយមុខនេះគឺពិតជាទំនងសម្រាប់ដែលបងប្អូនចូលចិត្តញ៉ាំឬក៏ពិសាវាអីចឹងទៅហើយឥឡូវនេះគឺរៀបចំដួសចានដាក់ឲ្យម៉ែជូនម៉ែគាត់ពិសាមុនហើយយើងដាក់ចានអីចឹងទៅណាបងប្អូនហើយសម្រាប់បងប្អូនពេញចិត្តនៅសឡមួយមុខនេះអត់បើខ្ញុំដឹងថាពេញចិត្តហើយដោយសារតែខ្ញុំអ្នកកំងអីចឹងណាឥឡូវនេះសឡបានរួចរាល់ហើយចឹងអរគុណច្រើនបងប្អូនសម្រាប់តាមដានទស្សនា